រឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខមានរឿងព្រេងមួយដំណាលថាមានបុរសកំជិលម្នាក់មានប្រពន្ធគ្រប់លក្ខមានកិរិយាមាយាទល្អគោរពប្រណិប័តប្តីតាំងពីបានគ្នាជាប្តីប្រពន្ធមកបុរសកំជិលចេះតែពីដេកដល់ក្លៀនបាយបានក្រោកឡើងស៊ីរួចដេកទៅវិញសំបីថ្នាំជក់ក៏ឲ្យប្រពន្ធមូឲ្យដែរប្រពន្ធជាមនុស្សគោរពប្រណិប័តប្តីមិនមានពាក្យអាក្រក់ទៅលើប្តីសោះឡើយលើកបាយទឹកនិងរបស់អ្វីគ្រប់យ៉ាងឲ្យប្តីសុទ្ធតែសំពះដល់យូរទៅមានសេចក្តីក្រីក្រខ្លាំងណាស់នាងនោះរកអ្វីចិញ្ចឹមពុំបានសោះហើយថ្ងៃមួយនាងរៀបស្លា5ម៉ាត់បារី5ដើមចូលទៅក្រាបសំពះប្តីថាខ្ញុំសុំទោសអ្នកប្តីត្បិតយើងសពថ្ងៃក្រីក្រណាស់យើងមិនបានរកស៊ីគ្មានអ្វីទទួលទានទេសូមឲ្យអ្នកទៅកាប់ឈើធ្វើនឹងគល់រនាស់ធ្វើស្រែនឹងគេត្បិតដល់រដូវធ្វើស្រែហើយប្តីថាបើដូច្នេះឲ្យនាងដាំបាយវិចជាសំណុំចោះប្តីនឹងទៅរកកាប់ឈើធ្វើនឹងគល់រនាស់ប្រពន្ធក្រោកពីយប់ដាំបាយវិចជាកញ្ចប់មានទាំងដឹងពូថៅផងបុរសកំជិលដេកទាល់តែថ្ងៃរះប្រពន្ធពុំហ៊ានដាស់ចាំឲ្យក្រោកខ្លួនឯងដល់ក្រោកហើយប្រពន្ធដងទឹកឲ្យលុបមុខរួចស្រេចនាងក៏ហុចស្លាបារីទៅឲ្យប្តីនិងបាយកញ្ចប់ព្រមទាំងគ្រឿងប្រដាប់បុរសនោះក៏ចុះពីលើផ្ទះទៅចូលក្នុងព្រៃរកឈើឃើញឈើមួយដើមមែកសាខាម្លប់ត្រជាក់ក៏ដាក់បាយសំណុំដឹងពូថៅហើយដេកកងអន្ទាក់ខ្លាមើលទៅលើនិយាយតែម្នាក់ឯងថាមែកនេះត្រូវធ្វើជាភ្នៀងនឹងគាល់មែកនេះត្រូវធ្វើជាយាមមែកនេះត្រូវធ្វើជានឹមមែកនេះត្រូវធ្វើជារនាស់គ្រាន់តែដេកថាប៉ុណ្ណឹងពេលក្លៀនបាយក្រោកឡើងស្រែបាយសំណុំស៊ីរួចដេកថាដូចមុនទៀតថ្ងៃរសៀលត្រឡប់មកផ្ទះវិញប្រពន្ធឃើញរត់ទទួលយកប្រដាប់នាំប្តីឡើងលើផ្ទះយកទឹកលាងជើងឲ្យប្តីហើយសួរថាអ្នកទៅបានការដូចម្ដេចខ្លះប្តីថាមិនទាន់បានទេនាងចាំស្អែកបានទៅទៀតព្រឹកឡើងប្រពន្ធរៀបចំដូចមុនបុរសនោះក៏ចេញទៅទៀតដល់កន្លែងដើមឈើនោះរុក្ខទេវតាអាស្រ័យនៅទីនោះឮបុរសកំជិលថាដូច្នេះក៏ភ័យខ្លាចលំនៅនោះរកកន្លែងនៅគ្មានក៏គិតគ្នាតាមទៅវាសម្លាប់បុរសកំជិលនោះឲ្យស្លាប់នៅមាត់ជណ្ដើរផ្ទះកុំឲ្យវាមកកាប់ឈើនេះបានបុរសនោះក៏ត្រឡប់មកផ្ទះវិញរុក្ខទេវតាតាមមកដល់មាត់របងឃើញប្រពន្ធរត់ទៅទទួលប្តីដល់មាត់ជណ្ដើរយកទឹកលាងជើងឲ្យប្តីដោយសេរីសួស្តីប្រពន្ធនោះទេវតាចូលមិនចោះមិនហ៊ានវាយបុរសនោះក៏រួចពីមហន្តរាយក៏ឡើងទៅលើផ្ទះប្រពន្ធសួរនិយាយដូចមុនទៀតថាបានសពគ្រប់អស់ហើយព្រឹកនេះនឹងទៅកាប់ទេវតាភ័យណាស់ថាបុរសនោះមុខជាទៅកាប់ឈើព្រឹកនេះក៏នាំគ្នាមកនិយាយអង្វរថាសូមកុំកាប់ឈើនោះទេវតាភ័យណាស់ក៏គិតគ្នានិយាយសោកប្រាប់ទីកន្លែងកំណប់មាសប្រាក់ឲ្យបុរសសួរថាឲ្យកំណប់ប៉ុន្មានកន្លែងទេវតាថា2កន្លែងបុរសថាមិនព្រមទេ3-4កន្លែងបានព្រមហើយឲ្យដាក់ឈើសម្គាល់ឲ្យផងទេវតាក៏ព្រមធ្វើតាមកុំឲ្យតែកាប់ឈើនោះបុរសថាបើដូច្នោះខ្ញុំលែងកាប់ហើយតែព្រឹកនេះខ្ញុំទៅគាស់កំណប់នោះហើយទេវតាថាទៅចុះខ្ញុំដោតឈើសម្គាល់ឲ្យព្រឹកឡើងប្តីប្រពន្ធនាំគ្នាទៅគាស់កំណប់ដែលទេវតាឲ្យក្នុងមួយកំណប់ជញ្ជូន3ថ្ងៃ2នាក់ប្តីប្រពន្ធសុទ្ធតែមាសនិងប្រាក់ចាក់កោពេញផ្ទះនាងនោះក៏រៀបចំដាក់ហឹបដាក់ឡាំងមិនឲ្យអ្នកណាឃើញឡើយហើយក៏ជួលជាងធ្វើជាប្រដាប់លក់ជាចំនួនរឹតតែមានឡើងបានជាសេដ្ឋីមានមនុស្សកកកមូលមកពឹងពាក់ជាច្រើនរាប់មិនអស់